គុំច្រឡំថាអ្វីដែលស្រស់ស្អាតបំផុតក្នុងធម្មជាតិកើតឡើងភ្លាមៗវាតែងតែចាប់ផ្ដើមពីភាពស្ងៀមស្ងាត់ដែលគ្មាននរណាមើលឃើញដោយគ្រាប់ពូជមួយត្រូវស្ថិតនៅក្រោមដីយ៉ាងអត់ធ្មត់មុននឹងផុសជាដើមឈើហើយទន្លេមួយត្រូវហូរឆ្លងកាត់ផ្លូវវែងឆ្ងាយនិងឧបសគ្គជាច្រើនមុននឹងទៅដល់មហាសមុទ្រហើយមនុស្សម្នាក់ៗក៏ត្រូវដើរឆ្លងកាត់ការរងចាំនិងភាពមិនប្រកបប្រជាមុននឹងក្លាយជាខ្លួនឯងដែលរឹងមាំជាងមុនប៉ុន្តែយើងជាញឹកញាប់ចង់ឃើញលទ្ធផលលឿនពេកចង់ឃើញផ្ការីកមុនពេលឫសរបស់វាបានរឹងមាំដូច្នេះបើថ្ងៃនេះអ្នកមិនទាន់ទៅដល់កន្លែងដែលអ្នកចង់ទៅសូមកុំបាក់ទឹកចិត្តបន្តដើរយឺតដោយទន្លេដែលមិនឈប់ហូរនិងដោយគ្រាប់ពូជដែលមិនឈប់លូតលាស់នៅក្រោមដីព្រោះរឿងល្អមួយចំនួនត្រូវការពេលវេលាដើម្បីរីកចម្រើនយ៉ាងស្រស់ស្អាត